ស្វាគមន៍មកកាន់វគ្គសិក្សា Android ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD សម្រាប់មាតិកាថ្ងៃនេះយើងនឹងលើកយក3ចំណុចដូចខាងក្រោមដែលចំណុចទី1និយាយអំពីអ្វីទៅជា activity ហើយយើងនឹងយល់ដឹងអំពី activity life cycle ចំណុចទី2យើងនឹងដឹងអំពី layout និងការប្រើប្រាស់ layout ទី3យើងនឹងយល់អំពី app resource តើអ្វីទៅជា providing resource accessing resource និង string resource ចំណុចទី1អ្វីទៅជា activity Activity ជាសកម្មភាពសម្រាប់ធ្វើអ្វីមួយនៅក្នុង application របស់ Android Application Android មួយអាចមាន activity យ៉ាងតិចមួយឬច្រើនមានន័យថារាល់ application ទាំងអស់ត្រូវតែមាន activity មួយបើមិនដូច្នោះទេយើងមិនចាត់ទុកថាជា application ទេជាទូទៅ activity មួយភ្ជាប់មកជាមួយនឹង user interface មួយមានន័យថា activity មួយគឺមាន user interface ផ្ទាល់ខ្លួនឧទាហរណ៍ដូចជា activity សម្រាប់ផ្ញើ email នោះវានឹងមាន user interface ផ្ទាល់ខ្លួនគឺ user interface សម្រាប់ផ្ញើ email ដែលអនុញ្ញាតឲ្យ user អាចវាយទៅ address របស់ email subject របស់ email និងខ្លឹមសាររបស់ email រាល់ activity ទាំងអស់នៅក្នុង application ត្រូវតែចុះឈ្មោះ activity ទាំងអស់នោះចូលទៅក្នុង file មួយឈ្មោះថា Android manifest activity មួយអាចដំណើរការទៅបានដោយមាន method មួយឈ្មោះថា onCreate ដោយអ្នកទាំងអស់គ្នាធ្លាប់សរសេរកូដនៅក្នុងភាសា Java រួចមកហើយនៅក្នុង Java គឺដំណើរការដោយ method មួយឈ្មោះថា public static void main ប៉ុន្តែនៅក្នុង Android នេះគឺវាដំណើរការដោយ method មួយឈ្មោះថា onCreate យើងមើលឧទាហរណ៍នេះគឺជា screen មួយដែលបង្ហាញអំពីការទទួលសារនិងផ្ញើសារទាំងអស់ដូច្នេះគឺជា activity មួយដែលបង្ហាញនៅសារទាំងអស់វាមាន user interface មួយសម្រាប់បង្ហាញនៅសារទាំងអស់ឲ្យយើងបានឃើញនៅពេលដែលខ្ញុំចុចទៅលើ compose email ពេលនោះ activity ថ្មីមួយទៀតនឹងបង្ហាញឡើងជាប់ជាមួយនឹង user interface ដែលអនុញ្ញាតឲ្យយើងបញ្ចូលនៅ address របស់ email subject និង email នេះគឺជា activity មួយសម្រាប់សរសេរសារបើសិនជាខ្ញុំចុចទៅលើសារណាមួយនោះ activity មួយទៀតនឹងកើតឡើងនោះគឺជា activity ដែលសម្រាប់ឲ្យយើងអាននៅខ្លឹមសាររបស់ email ទាំងអស់នោះដូច្នេះទាំងអស់នេះគឺយើងហៅថា activity សម្រាប់ activity life cycle គឺជាជីវិតរបស់ activity មានន័យថាដំណាក់កាលនៃការដំណើរការរបស់ activity ក្នុងការដំណើរការរបស់ activity យើងចែកជា4ដំណាក់កាលទី1គឺ activity កំពុងតែដំណើរការគឺ active ឬក៏ running មានន័យថា activity មួយនេះកំពុងស្ថិតនៅលើផ្នែកអេក្រង់ដែលយើងបានឃើញដែល user អាចប្រើប្រាស់បានចំណែក post គឺនៅពេលដែល activity ផ្សេងមួយទៀតបានកើតឡើងពីលើ activity ចាស់របស់យើងពេលនោះ activity ចាស់មួយនោះនឹងចូលទៅកាន់ post និង stop នៅពេលដែល activity របស់យើងមិនមានទំនាក់ទំនងជាមួយ user ហើយចុងក្រោយគឺជា kill នៅពេលដែល activity ត្រូវបានបិទនិង clear ចេញពី memory របស់ system យើងទៅមើល flow របស់ activity មានន័យថានៅពេលដែល activity ចាប់ផ្ដើម launch ដំបូងគឺវាហៅ method onCreate គឺសម្រាប់ដំណើរការនៅ activity មួយនេះ onStart និង onResume ដល់ដំណាក់កាល onResume គឺ activity រួចរាល់សម្រាប់ការប្រើប្រាស់ដូច្នេះ activity នោះស្ថិតនៅក្នុងដំណាក់កាល running នៅពេលដែលមាន activity ថ្មីមួយបានកើតឡើងពីលើវា activity ចាស់នោះនឹងចូលទៅក្នុងដំណាក់កាលមួយ onPause នៅពេលដែលយើងហៅ activity ចាស់នោះមកប្រើវិញគឺវារត់ចូលទៅក្នុង onResume និងដំណើរការបន្តទៀតនៅពេលដែលយើងបិទនៅ activity មួយនោះមានន័យថានៅពេលដែលយើងចុច break ប៊ូតុងពេលនោះវានឹងចូលទៅក្នុង on stop បើសិនជាយើងហៅ activity នោះមកវិញនោះវានឹងចូលទៅកាន់ on restart on start on resume នឹងចាប់ផ្ដើម activity ម្ដងទៀតហើយបើសិនជាយើងបញ្ចប់અનેយើង kill process នៃកម្មវិធីនោះ activity មួយនោះនឹងចូលទៅកាន់ on stop និង on destroy ពេលនោះ activity ទាំងអស់នឹងត្រូវបានបញ្ចប់យើងមើលឧទាហរណ៍របស់ life cycle នៃ activity នេះមានថាដំបូងគឺខ្ញុំបើក application Gmail មួយឡើងនេះគឺជា activity មួយដែលសម្រាប់បង្ហាញនៅ email ទាំងអស់ពេលនោះ method 3ត្រូវបានហៅគឺ onCreate onStart និង onResume នៅពេលដែលខ្ញុំចុចទៅលើ email ណាមួយពេលនោះ activity ថ្មីទៀតនឹងកើតឡើងគឺ activity សម្រាប់ឲ្យយើងអាននៅ email ទាំងអស់នោះពេលនោះ activity ចាស់មួយនេះនឹងបាត់ចេញពី screen ហើយវានឹងចូលទៅក្នុង state មួយឈ្មោះថា onPause
activity ថ្មីនេះត្រូវបានកាត់ឡើងដោយហៅនៅ method 3គឺ on create on start និង on resume នៅពេលដែលខ្ញុំចុច back ប៊ូតុងនេះវានឹងរត់ចូលមកកាន់ activity ចាស់វិញដូច្នេះនៅពេលយើងចុច back ប៊ូតុង activity មួយនេះនឹងចូលទៅក្នុង on stop ហើយ activity ចាស់មួយនេះវានឹងចូលទៅកាន់ resume និងដំណើរការសកម្មភាពចាស់របស់វាវិញដូច្នេះនៅពេលដែលខ្ញុំចុចនៅ back ប៊ូតុងដែលបិទកម្មវិធីមួយនេះពេលនោះវានឹងចូលទៅកាន់ on pause on stop និង on destroy ពេលនោះ activity ទាំងអស់គឺត្រូវបានបិទសូមអរគុណដល់សមាជិកក្រុមសម្រាប់ចូលរួមក្នុងកិច្ចការស្រាវជ្រាវនេះវីដេអូបន្តទៀតយើងនឹងនិយាយអំពី layout របស់ Android